គន្លឹះទៅរកជ័យជំនះកាន់គម្ពីរអេសាយជំពូកទី18ខទី1ដល់ទី7វេទនាដល់ស្រុកដែលបាំងដោយស្លាបជាស្រុកដែលត្រើយខាងនាយទន្លេស្រុកគូសដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រគឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំដោយបង្គាប់ថាចូលទៅចុះពួកបម្រើយ៉ាងលឿនអើយទៅឯសាសមួយដែលមានរូបខ្ពស់ហើយសាច់រលីងជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមកជាសាសខ្លាំងពូកែដែលជន់ឈ្លីទាំងអស់ហើយមានទន្លេហូរកាត់កណ្ដាលស្រុកគេអោមនុស្សទាំងឡាយដែលនៅក្នុងលោកីនិងពួកអ្នកដែលអាស្រ័យនៅផែនដីអើយកាលណាដំឡើងទង់មួយឡើងនៅលើភ្នំនោះចូលមើលចុះហើយកាលណាផ្លុំត្រែឡើងនោះចូលស្ដាប់ដែរព្រះយេហូវ៉ាទ្រង់បានមានប្រាប់បន្ទូលមកខ្ញុំដូច្នេះថាអាចនឹងនៅតែស្ងៀមហើយពិចារណាមើលពីទីលំនៅរបស់អញដូចជារស្មីត្រចះចាំងមកនៅពេលព្រឹកហើយដូចជាពពកជាសន្សើមនៅពេលក្តៅកំពុងរដូវប្រមូលផលត្បិតកាលមុនរដូវប្រមូលផលកាលផ្កាបានរោយរុះហើយក្តាប់ទំពាំងបាយជូរកំពុងតែធំឡើងដល់រាបដល់ទុំនោះទ្រង់នឹងយកកាំបិតកាត់ទងហើយនឹងកាត់ខ្នែងចេញដែរក៏នឹងត្រូវបោះបង់ចោលជាមួយគ្នាដោះសត្វហើរមកពីភ្នំដែលស៊ីគំរុំហើយដោះសត្វព្រៃនៅផែនដីដែរឯសត្វហើរទាំងនោះនឹងអាស្រ័យដោយសារខ្មោចគេអស់មួយរដូវក្តៅហើយសត្វព្រៃនឹងអាស្រ័យដោយសារគេអស់មួយរដូវរងានៅគ្រានោះគេនឹងនាំយកដង្វាយមួយមកថ្វាយព្រះយេហូវ៉ានៃពួកពលបរិវារពីសាសមួយដែលមានរូបខ្ពស់ហើយសាច់រលីងជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមកជាសាសខ្លាំងពូកែដែលជន់ឈ្លីទាំងអស់ក៏មានទន្លេហូរកាត់កណ្ដាលស្រុកគេគឺនឹងនាំដង្វាយនោះមកដល់ភ្នំស៊ីយ៉ូនជាទីរបស់ព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារចូលគិតនិងស្វែងយល់ហោរាអេសាយបានបដិសេធសំណើរបស់ស្រុកអេត្យូពីក្នុងការបង្កើតសម្ព័ន្ធមិត្តហើយបានអះអាងយ៉ាងច្បាស់លាស់ថាផ្លូវតែមួយគត់ដែលអាចសង្គ្រោះសាសយូដាចេញពីការគំរាមកំហែងរបស់សាសអាសើរគឺត្រូវពឹងផ្អែកលើព្រះនៅថ្ងៃនោះដែរព្រះនឹងបណ្ដេញសាសអាសើរហើយនាំសេចក្តីសុខសាន្តទៅដល់អាណាចក្រខាងត្បូងរួមមានសាសយូដាដែលពួករាជទូតនៃស្រុកអេត្យូពីនឹងមកទស្សនកិច្ចម្ដងទៀតពួកគេនឹងធ្វើដូច្នេះដើម្បីសរសើរដំណើរព្រះនៃសាសអ៊ីស្រាអែលនិងនាំដង្វាយនៃការអរព្រះគុណដែលទ្រង់បាននាំមកនៅសេចក្តីសុខសាន្តខទី17តើព្រះជានរណាដែលផ្អែកលើខទី4ដល់ខទី5ព្រះបានទតរំពេចមើលលោកីនេះដោយស្ងៀមស្ងាត់លោកីមានការបោកបក់យ៉ាងខ្លាំងប៉ុន្តែទទេស្អាតនៅខាងក្នុងទោះបីជាការនេះហាក់ដូចជាព្រះកំពុងតែគង់នៅយ៉ាងស្ងាត់ស្ងៀមក៏ដោយក៏ទ្រង់កំពុងតែទតរំពេចមើលលើលោកីនេះជានិច្ចដែរនៅពេលព្រះលើកកណ្ដៀវទ្រង់ឡើងតើយើងនឹងអាចឈរដោយក្លាហាននៅចំពោះទ្រង់ដែរឬទេតើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ
ដោយផ្អែកលើខទី1ដល់ខទី3សម្ព័ន្ធមិត្តដ៏ពិតនោះគឺយើងត្រូវតែពឹងផ្អែកលើព្រះការនេះដោយព្រោះតែអេសាយបានដឹងច្បាស់ពីការនេះលោកគាត់បានបដិសេធសំណើរបស់សាសអាសាដើម្បីបង្កើតជាសម្ព័ន្ធមិត្តឡើងនៅគ្រានៃទុក្ខលំបាកចូលយើងកុំស្វែងរកអ្វីមួយដើម្បីពឹងផ្អែកលើជាជាងព្រះតើមានអ្វីដែលយើងពឹងផ្អែកលើជាជាងព្រះនៅគ្រានៃទុក្ខលំបាកដែរឬទេសូមអានកាន់គម្ពីរអេសាយជំពូកទី21ដល់ជំពូកទី23សេចក្តីអធិដ្ឋានអោព្រះអង្គអើយសូមជួយយើងខ្ញុំឲ្យជឿថាទ្រង់ជាព្រះនៃគ្រប់ហេតុការណ៍ទាំងអស់ហើយតែងតែរំពៃមកជីវិតរបស់យើងខ្ញុំ